The courage to be disliked សេចក្តីក្លាហានក្នុងការធ្វើឲ្យគេស្អប់អត្ថន័យស៊ីជម្រៅនៃចំណងជើងនេះមិនមែនចង់ឲ្យយើងធ្វើខ្លួនឲ្យគេស្អប់នោះទេប៉ុន្តែវាមានន័យថាសេរីភាពផ្លូវចិត្តបើអ្នកចង់រស់នៅដោយមានសេរីភាពពិតប្រាកដអ្នកត្រូវតែមានសេចក្តីក្លាហានក្នុងការដើរតាមផ្លូវដែលខ្លួនឯងចង់ទៅទោះបីជាជម្រើសនោះមិនតម្រូវចិត្តអ្នកដទៃឬធ្វើឲ្យគេមិនពេញចិត្តក៏ដោយឈប់រស់នៅដើម្បីអ្នកដទៃការដែលខ្លាចគេស្អប់ធ្វើឲ្យយើងខ្លាចជាឆ្លើយនៃសម្ដីនិងការរំពឹងទុករបស់មនុស្សជុំវិញខ្លួនការទទួលខុសត្រូវលើជីវិតខ្លួនឯងសៀវភៅនេះបង្រៀនថាសុភមង្គលរបស់អ្នកគឺជាភារកិច្ចរបស់អ្នកហើយការដែលគេចូលចិត្តឬមិនចូលចិត្តអ្នកគឺជាភារកិច្ចរបស់គេសៀវភៅ The Courage to be Disliked មិនមែនជាសៀវភៅចិត្តវិទ្យាធម្មតាទេប៉ុន្តែវាជាការសន្ទនាបែបតទល់គ្នារវាងយុវជនម្នាក់និងទស្សនវិទូម្នាក់នេះគឺជាការពន្យល់លម្អិតនៅចំណុចស្នូលទាំង4ចំណុចទី1 Trauma doesn't exist របួសផ្លូវចិត្តពីអតីតកាលគឺមិនមានទេសៀវភៅនេះបង្រៀនបែបប្លែកពីគេថាអតីតកាលមិនមែនជាអ្នកកំណត់បច្ចុប្បន្នកាលរបស់អ្នកឡើយមនុស្សភាគច្រើនចូលចិត្តយកលេសថាមកពីកាលពីក្មេងខ្ញុំជួបរឿងមិនល្អទើបឥឡូវខ្ញុំក្លាយជាមនុស្សបែបនេះប៉ុន្តែសៀវភៅនេះនិយាយថាយើងប្រើអតីតកាលមកធ្វើជាលេសដើម្បីមិនព្រមផ្លាស់ប្ដូរខ្លួនឯងនៅពេលឥឡូវនេះជីវិតរបស់អ្នកត្រូវបានកំណត់ដោយគោលបំណងដែលអ្នកជ្រើសរើសនៅពេលបច្ចុប្បន្នមិនមែនដោយសារអ្វីដែលបានកើតឡើងពី10ឆ្នាំមុននោះទេចំណុចទី2ការបែងចែកភារកិច្ច Separation of tasks នេះគឺជាចំណុចសំខាន់បំផុតបញ្ហាទំនាក់ទំនងស្ទើរតែទាំងអស់កើតឡើងដោយសារយើងលូកដៃចូលក្នុងភារកិច្ចរបស់អ្នកដទៃការដែលធ្វើខ្លួនឲ្យល្អគឺជាភារកិច្ចរបស់អ្នកប៉ុន្តែការដែលគេស្រឡាញ់អ្នកឬស្អប់អ្នកគឺជាភារកិច្ចរបស់គេម្ដងទៀតការដែលធ្វើខ្លួនឲ្យល្អគឺជាភារកិច្ចរបស់អ្នកប៉ុន្តែការដែលគេស្រឡាញ់អ្នកឬស្អប់អ្នកគឺជាភារកិច្ចរបស់គេអ្នកមិនអាចគ្រប់គ្រងចិត្តគេបានទេបើអ្នកព្យាយាមធ្វើឲ្យគ្រប់គ្នាពេញចិត្តអ្នកនឹងបាត់បង់សេរីភាពខ្លួនឯងចូលធ្វើអ្វីដែលត្រឹមត្រូវហើយបើគេមិនពេញចិត្តនោះគឺជាបញ្ហារបស់គេមិនមែនជាបញ្ហារបស់អ្នកទេចំណុចទី3រាល់បញ្ហាទាំងអស់គឺជាបញ្ហាទំនាក់ទំនង All problems are interpersonal relationship problems ទស្សនវិទូក្នុងសៀវភៅនេះនិយាយថាបើលោកនេះមានតែអ្នកម្នាក់ឯងនោះអ្នកនឹងគ្មានទុក្ខព្រួយឡើយយើងកើតទុក្ខព្រោះយើងយកខ្លួនឯងទៅប្រៀបធៀបជាមួយអ្នកដទៃហើយមានអារម្មណ៍ថាខ្លួនឯងអន់ព្រោះយើងឃើញគេមានជាងស្អាតជាងឬពូកែជាងចូលឈប់ចាត់ទុកអ្នកដទៃជាសត្រូវដែលត្រូវប្រកួតប្រជែងប៉ុន្តែចូលចាត់ទុកពួកគេជាមិត្តឬដៃគូក្នុងโลกនេះវិញចំណុចទី4រស់នៅក្នុងពេលឥឡូវនេះដូចជារបាំ Live in the here and now ជីវិតមិនមែនជាការរត់ប្រណាំងដើម្បីទៅដល់ទិសដៅនោះទេប៉ុន្តែវាជាការរាំបើអ្នករឹតតែគិតចង់ទៅដល់ទីដៅលឿនអ្នកនឹងភ្លេចសប្បាយជាមួយអ្វីដែលអ្នកកំពុងមានជីវិតគឺជាបណ្ដុំនៃខណៈពេលឥឡូវនេះជាច្រើនបន្តបន្ទាប់គ្នាបើអ្នកបានធ្វើអស់ពីសមត្ថភាពនៅពេលនេះហើយទោះបីជាជីវិតត្រូវបញ្ចប់នៅថ្ងៃស្អែក
ក៏អ្នកមិនមានអ្វីត្រូវស្ដាយក្រោយដែរសៀវភៅនេះចង់ឲ្យអ្នកឈប់សុំការអនុញ្ញាតពីអ្នកដទៃដើម្បីមានក្តីសុខការដែលមានគេស្អប់ខ្លះគឺជាភ័ស្តុតាងដែលបង្ហាញថាអ្នកកំពុងរស់នៅតាមផ្លូវផ្ទាល់ខ្លួនរបស់អ្នកនិងមានសេរីភាពពិតប្រាកដដើម្បីឲ្យកាន់តែច្បាស់អំពីចំណុចការបែងចែកភារកិច្ចខ្ញុំសូមលើកយកឧទាហរណ៍ងាយៗក្នុងជីវិតប្រចាំថ្ងៃចំនួន3មកបង្ហាញ1ក្នុងរឿងស្នេហាឬមិត្តភាពភារកិច្ចរបស់អ្នកគឺស្រឡាញ់គេស្មោះត្រង់និងធ្វើល្អចំពោះគេនេះគឺជាអ្វីដែលអ្នកអាចគ្រប់គ្រងបាន 100% ភារកិច្ចរបស់គេគឺការតបស្នងក្តីស្រឡាញ់មកអ្នកវិញឬការវាយតម្លៃលើទង្វើរបស់អ្នកបញ្ហានឹងកើតឡើងនៅពេលអ្នកខឹងឬតូចចិត្តនៅពេលគេមិនស្រឡាញ់អ្នកវិញសៀវភៅនេះបង្រៀនថាអ្នកគ្មានសិទ្ធិបង្ខំឲ្យគេស្រឡាញ់អ្នកទេព្រោះវាជាភារកិច្ចរបស់គេបើអ្នកបែងចែកដាច់អ្នកនឹងធ្វើល្អដោយសប្បាយចិត្តហើយមិនរំពឹងទុក 2. ក្នុងការរៀនឬការងារភារកិច្ចរបស់អ្នកគឺខំប្រឹងរៀនឬធ្វើការឲ្យអស់ពីសមត្ថភាពនិងគោរពវិន័យភារកិច្ចរបស់អ្នកដទៃមេកោយឬក៏គ្រូបង្រៀនគឺការដាក់ពិន្ទុឬការពេញចិត្តលើលទ្ធផលការងាររបស់អ្នកបញ្ហានឹងកើតមានឡើងនៅពេលអ្នកមិនហ៊ានបញ្ចេញមតិព្រោះខ្លាចមេកោយមិនពេញចិត្តបើអ្នកបែងចែកដាច់អ្នកនឹងនិយាយអ្វីដែលត្រឹមត្រូវនោះជាភារកិច្ចអ្នកហើយទុកឲ្យការសម្រេចចិត្តថាយល់ព្រមឬអត់ជាភារកិច្ចរបស់គេ 3. ការរស់នៅតាមបែបដែលខ្លួនចង់បានភារកិច្ចរបស់អ្នកជ្រើសរើសអាជីពឬជីវិតដែលអ្នកស្រឡាញ់ឧទាហរណ៍អ្នកចង់ធ្វើជាអ្នកសិល្បៈទោះបីជាគ្រួសារចង់ឲ្យធ្វើជាគ្រូពេទ្យភារកិច្ចរបស់អ្នកដទៃឪពុកម្ដាយឬអ្នកជិតខាងគឺការខកចិត្តឬការនិយាយដើមរិះគន់ជម្រើសរបស់អ្នកបញ្ហានឹងកើតឡើងនៅពេលអ្នកបោះបង់ក្តីស្រមៃខ្លួនឯងដើម្បីតែតម្រូវចិត្តអ្នកដទៃសៀវភៅនេះនិយាយថាបើគេខកចិត្តវាគឺជាភារកិច្ចរបស់គេដែលត្រូវដោះស្រាយអារម្មណ៍ខ្លួនឯងមិនមែនជាភារកិច្ចរបស់អ្នកដែលត្រូវរស់នៅតាមចិត្តគេនោះទេសរុបមកការបែងចែកភារកិច្ចជួយឲ្យអ្នកស្រាលខ្លួនដោយគ្រាន់តែផ្ដោតលើការធ្វើចំណែករបស់អ្នកឲ្យបានល្អបំផុតទៅបានហើយឯចំណែកដែលនៅសល់គឺថាគេគិតយ៉ាងណាទុកឲ្យគេជាអ្នកខ្វល់ខ្វាយចោះសៀវភៅនេះចង់ឲ្យយើងយល់ថាទុកព្រួយភាគច្រើនកើតឡើងដោយសារយើងច្របូកច្របល់ភារកិច្ចគ្នាយើងចូលចិត្តទៅបារម្ភពីអ្វីដែលគេគិតមកលើខ្លួនយើងដែលជាភារកិច្ចរបស់គេរហូតដល់យើងមិនហ៊ានរស់នៅជាខ្លួនឯងដែលជាភារកិច្ចរបស់យើងប្រសិនបើអ្នកអាចអនុវត្តតាមឧទាហរណ៍ទាំងនេះបានអ្នកនឹងមានអារម្មណ៍ថា 1. ស្រាលចិត្តព្រោះអ្នកលែងត្រូវស្ពីបន្ទុកនៃការចង់ឲ្យគ្រប់គ្នាពេញចិត្តទៀតហើយទី 2. មានសេរីភាពអ្នកហ៊ានធ្វើអ្វីដែលខ្លួនស្រឡាញ់និងអ្វីដែលត្រឹមត្រូវដោយមិនញញើតនឹងសម្ដីអ្នកដទៃទី 3. មានទំនាក់ទំនងល្អជាងមុននៅពេលអ្នកមិនបង្ខំឲ្យគេធ្វើតាមចិត្តអ្នកហើយអ្នកក៏មិនបណ្ដោយឲ្យគេមកបង្ខំចិត្តអ្នកនោះទំនាក់ទំនងនឹងមានភាពរឹងមាំនិងមានតម្លៃពិតប្រាកដនេះគឺជាជំហានអនុវត្តជាក់ស្ដែងដើម្បីយកទ្រឹស្ដីពីសៀវភៅសេចក្តីក្លាហានក្នុងការឲ្យគេស្អប់មកប្រើក្នុងជីវិតប្រចាំថ្ងៃ 1. ឈប់សួរខ្លួនឯងថាតើគេនឹងគិតយ៉ាងណារាល់ពេលដែលអ្នកចង់ធ្វើអ្វីមួយឬចង់និយាយអ្វីមួយចូលដូរមកសួរខ្លួនឯងថាតើអ្វីដែលខ្ញុំចង់ធ្វើនេះវាត្រឹមត្រូវដែរឬទេតើវាមានប្រយោជន៍សម្រាប់ខ្ញុំនិងអ្នកដទៃដែរឬទេបើចម្លើយគឺបាទឬចាស់ចូលធ្វើវាចុះទោះបីជាមានមនុស្សខ្លះមិនពេញចិត្តក៏ដោយទី 2 គូបន្ទាត់រវាងយើងនិងគេនៅពេលដែលអ្នកមានអារម្មណ៍តូចចិត្តឬខឹងនឹងអ្នកណាម្នាក់ចូលឈប់មួយផ្លែតហើយវិភាគថាភារកិច្ចយើងការនិយាយពាក្យពិត
ឬការធ្វើល្អទៅកាន់គេភារកិច្ចគេការដែលគេមិនទទួលយកឬការនិយាយដើមយើងវិញប្រាប់ខ្លួនឯងថាខ្ញុំបានធ្វើចំណែករបស់ខ្ញុំចប់ហើយឯចំណែកដែលនៅសល់គឺជាភារកិច្ចរបស់គេបន្ទាប់មកចូលដើរចេញដោយស្ងប់ស្ងាត់ទី3ឈប់ប្រកួតប្រជែងជាមួយអ្នកដទៃកុំមើលអ្នកជុំវិញខ្លួនជាសត្រូវដែលត្រូវដណ្ដើមលេខ1ឬត្រូវមានលើសគេចូលមើលអ្នកដទៃជាមិត្តរួមលោកបើគេបានល្អចូលត្រេកអរជាមួយគេបើគេពិបាកចូលជួយគេតាមលទ្ធភាពនៅពេលអ្នកឈប់ប្រកួតប្រជែងអ្នកនឹងឈប់មានអារម្មណ៍ថាខ្លួនឯងអន់ទី4ក្លាហាននិយាយពាក្យថាទេការយល់ព្រមគ្រប់យ៉ាងដើម្បីឲ្យគេចូលចិត្តគឺជាការក្បត់ខ្លួនឯងប្រសិនបើគេសុំឲ្យអ្នកធ្វើអ្វីដែលអ្នកមិនចង់ធ្វើឬធ្វើឲ្យអ្នកមានអារម្មណ៍បាត់បង់សេរីភាពចូលហ៊ានបដិសេធដោយគួរសមការដែលគេខឹងនឹងអ្នកគឺជាភស្តុតាងថាអ្នកមានសេចក្តីក្លាហាននៅក្នុងការរស់នៅជាខ្លួនឯង5រស់នៅត្រឹមខណៈនេះកុំបារម្ភពីកំហុសកាលពីម្សិលមិញហើយកុំភ័យខ្លាចរឿងមិនទាន់មកដល់នៅថ្ងៃស្អែកផ្ដោតលើការងារណាដែលនៅចំពោះមុខអ្នកឲ្យល្អបំផុតជីវិតដែលជោគជ័យគឺជាជីវិតដែលបានរស់នៅយ៉ាងមានន័យក្នុងវិនាទីនេះខ្ញុំមានពាក្យស្លោកសម្រាប់រំលឹកខ្លួនឯងខ្ញុំមិនមែនកើតមកដើម្បីតម្រូវចិត្តអ្នកដទៃទេហើយអ្នកដទៃក៏មិនមែនកើតមកដើម្បីតម្រូវចិត្តខ្ញុំដែរដើម្បីឲ្យការអនុវត្តអ្នកទទួលបានផលល្អខ្ញុំសូមផ្ដល់ជាលំហាត់ចិត្តខ្លីមួយសម្រាប់សប្តាហ៍នេះលំហាត់ចិត្តប្រធានបទនេះមិនមែនជាភារកិច្ចរបស់ខ្ញុំទេនៅពេលណាដែលអ្នកមានអារម្មណ៍ថាតានតឹងចាប់ផ្ដើមគិតច្រើនឬខ្លាចគេមិនពេញចិត្តចូលដកដង្ហើមវែងហើយសួរខ្លួនឯងនៅសំណួរ3នេះ 1. តើអ្នកណាជាអ្នកទទួលខុសត្រូវលើលទ្ធផលចុងក្រោយនៃរឿងនេះបើជាអ្នកដទៃវាគឺជាភារកិច្ចរបស់គេ 2. តើខ្ញុំបានធ្វើចំណែករបស់ខ្ញុំអស់ពីចិត្តហើយឬនៅបើធ្វើហើយគឺចប់ភារកិច្ចរបស់យើង 3. តើការបារម្ភរបស់ខ្ញុំអាចទៅកែប្រែចិត្តអ្នកដទៃបានទេបើមិនបានទេចូលលេងវាចុះឧទាហរណ៍បើអ្នកចង់បង្ហោះរូបភាពឬបញ្ចេញមតិអ្វីមួយដែលត្រឹមត្រូវប៉ុន្តែខ្លាចគេមិនចូលចិត្តឬខ្លាចគេនិយាយដើមភារកិច្ចរបស់អ្នកបង្ហោះអ្វីដែលអ្នកស្រឡាញ់និងមានប្រយោជន៍ភារកិច្ចរបស់គេចូលចិត្តឬមិនចូលចិត្តពាក្យរំលឹកខ្លួនឯងការដែលគេមិនពេញចិត្តគឺជាភារកិច្ចរបស់គេមិនមែនជាបន្ទុករបស់ខ្ញុំទេសូមអរគុណចំពោះប្រិយមិត្តដែលបានស្ដាប់សៀវភៅនេះដល់ចុងបញ្ចប់សូមជូនពរឲ្យអ្នកទាំងអស់គ្នារស់នៅជាខ្លួនឯងកសាងទំនុកចិត្តឲ្យខ្លួនឯងនិងឈប់ភ័យខ្លាចក្នុងការដែលមានគេមិនពេញចិត្តសូមអរគុណ